នេះជាសំឡេងធម្មៈមួយនាទីពីហានគង្ទីមហានគរដើម្បីដាស់តឿនក្រើនរំលឹកដល់ពុទ្ធបរិស័ទនិងប្រជាជនប្រុសស្រីទាំងអស់ឲ្យបានជ្រាបថាថ្ងៃស្អែកគឺជាថ្ងៃសិលដើម្បីពួកយើងអាចបែងចែកពេលវេលាឲ្យបានត្រឹមត្រូវដើម្បីទៅចូលវត្តវាអារាមសម្រាប់ធ្វើបុណ្យចែកទានសមាធិរក្សាសិលសន្សំបុណ្យកុសលទាំងអស់គ្នាទានណាំងគឺជាការលះបង់ការបរិច្ចាគការបែងចែកតើយើងលះនៅអ្វីយើងបែងចែកនៅអ្វីយើងផ្ដល់ឲ្យនៅអ្វីទើបយើងមានឈ្មោះថាជាការឲ្យទានព្រះបរមសាស្តាព្រះសម្មាសម្ពុទ្ធจ้าបរមគ្រូនៃយើងព្រះអង្គបានសម្ដែងថាយើងឲ្យនៅបច្ច័យទាំង4យើងមានឈ្មោះថាជាអ្នកឲ្យទានជាអ្នកបរិច្ចាគទានតើបច្ច័យទាំង4នោះមានអ្វីខ្លះបច្ច័យទី1ហៅថាជីវរៈបច្ច័យគឺមានសេចក្តីថាជាគ្រឿងក្រណាត់សម្លៀកបំពាក់ខោអាវសម្រាប់បិទបាំងរាងកាយរងាក្តៅទាំងសត្វទាំងមនុស្សនិងបច្ច័យទី2មានឈ្មោះថាបិណ្ឌបាតបច្ច័យគឺជាអាហារហូបចុកទាំងអាហារស្ងួតអាហារស្រស់អាហារកំប៉ុងឬរបស់អ្វីក៏ដោយដែលទាំងសត្វទាំងមនុស្សប្រើសម្រាប់ការបរិភោគបំផាត់សេចក្តីស្រេកឃ្លាននិងបច្ច័យទី3ហៅថាសេនាសនៈបច្ច័យបានសេចក្តីថាជាគ្រឿងរបស់ឧបករណ៍បរិក្ខារប្រើប្រាស់បិចសភៅខោអាវកន្ទេលផ្ទះសម្បែងផ្លូវថ្នល់ដងទឹកអ្វីក៏ដោយគឺចាត់ទុកថាជាសេនាសនៈបច្ច័យបច្ច័យទី4ហៅថាគីឡានភេសជ្ជបច្ច័យគឺបានសេចក្តីថាជាថ្នាំរក្សារោគថ្នាំព្យាបាលរោគថ្នាំព្យាបាលជំងឺយើងឲ្យទាំងថ្នាំបែបសមុនไพรបែបថ្នាំបុរាណខ្មែរក៏បានយើងឲ្យបែបថ្នាំបែបវិទ្យាសាស្ត្រឬក៏យើងចាញ់ជាថវិកាទ្រព្យសម្បត្តិដើម្បីព្យាបាលនរណាម្នាក់ឬក៏សាងទិញថ្នាំអ្វីមួយដែលទាក់ទងនឹងជំងឺក៏យើងមានឈ្មោះថាយើងឲ្យនៅគីឡានភេសជ្ជនៅបច្ច័យទី4នេះទោះបីជាយើងឲ្យព្រមគ្នាទាំងបច្ច័យទី1ទាំងបច្ច័យទី2ទាំងបច្ច័យទី3ទាំងបច្ច័យទី4ក៏យើងមានឈ្មោះថាជាការឲ្យទានឬយើងឲ្យតែមួយឲ្យតែគ្រឿងសម្លៀកបំពាក់ឬឲ្យតែមួយណាក្នុងចំណោមទាំង4នេះក៏យើងមានឈ្មោះថាជាអ្នកឲ្យទានដូចគ្នាដែរ